មូលហេតុដែលបានឲ្យផ្ទុះសង្គ្រាមលោកលើកទី1នៅឆ្នាំ1914មានឫសគល់ពីបញ្ហាយ៉ាងច្រើនដែលកើតមានឡើងតាំងពីរាប់សិបឆ្នាំមុនដូចជាសង្គ្រាមរវាងបារាំងនិងព្រុសស៊ីនៅឆ្នាំ1870ដល់ឆ្នាំ1871ការលេចមុខនៃចក្រភពអាល្លឺម៉ង់ដែលមានមហិច្ឆតាចង់ក្លាយទៅជាប្រទេសមហាអំណាចអាណានិគមប្រជែងជាមួយនឹងមហាអំណាចផ្សេងៗទៀតការលើកឡើងនៃចលនាជាតិនិយមនៅតាមបណ្ដាប្រទេសអឺរ៉ុបការប្រជែងសក្តិវុឌ្ឍរវាងអាល្លឺម៉ង់និងអង់គ្លេសព្រមទាំងការបង្កើតសម្ព័ន្ធមិត្តយ៉ាងប្រតិក្រឡាគ្នារវាងប្រទេសដែលជាគូប្រជែងក៏ប៉ុន្តែហេតុការណ៍ដែលជាឈ្នួលដុតបញ្ឆេះសង្គ្រាមគឺកើតឡើងពីការលបធ្វើឃាតប្រម្ចាស់ Ferdinand ដែលជាទីយាតរបស់ចក្រភពអូទ្រីសហុងគ្រីនៅទីក្រុងសារ៉ាយេវ៉ូនៅថ្ងៃទី28ខែមិថុនាឆ្នាំ1914សារ៉ាយេវ៉ូគឺជាទីក្រុងរបស់បូស្នីដែលចក្រភពអូទ្រីសហុងគ្រីកាត់យកពីចក្រភពអូតូម៉ង់មកដាក់ជាដែនដីរបស់ខ្លួនក្រោមក្រសែភ្នែកក្តៅក្រហាយរបស់សេប៊ីដោយសារតែគិតកម្មទៅលើប្រម្ចាស់ Ferdinand ត្រូវបានធ្វើឡើងដោយក្រុមអ្នកជាតិនិយមសេប៊ីអូទ្រីសហុងគ្រីក៏ដូចជាបណ្ដាប្រទេសជាច្រើនផ្សេងទៀតនៅទីនោះនាំគ្នាទម្លាក់ការទទួលខុសត្រូវទៅលើប្រទេសសេប៊ីហើយអូទ្រីសហុងគ្រីដែលកំពុងតែមានជំនួសជាមួយនឹងសេប៊ីស្រាប់ក៏ចង់ឆ្លៀតយកហេតុការណ៍នេះមកធ្វើជាលេសដើម្បីកម្ចាត់សេប៊ីដែលជាគូប្រជែងនិងឈានទៅលុបបំបាត់ជាស្ថាពរនៅបញ្ហាជាតិនិយមនៅបូស្នីក៏ប៉ុន្តែដោយសារតែសេប៊ីមានរុស្ស៊ីជាខ្នងមកហើយទើបអូទ្រីសហុងគ្រីមិនហ៊ានប្រកាសសង្គ្រាមលើសេប៊ីភ្លាមនោះទេដែលរងចាំការធានាពីអាល្លឺម៉ង់ថានឹងចេញមុខជាជំនួយក្នុងករណីមានអន្តរាគមន៍យោធារបស់រុស្ស៊ីដែលស្របទៅតាមកិច្ចព្រមព្រៀងសន្តិភាពដែលបានចុះកាត់ពីមុននៅថ្ងៃទី23ខែកក្កដាឆ្នាំ1914ក្រោយពីទទួលបាននូវការធានាពីអធិរាជអាល្លឺម៉ង់ចក្រភពអូទ្រីសហុងគ្រីក៏បានផ្ញើលិខិតផ្លូវការមួយដោយដាក់ឧស្សាហ៍នវិទ្យា48ម៉ោងប៉ុណ្ណោះឲ្យសេប៊ីបំពេញតាមលក្ខខណ្ឌ10ចំណុចដែលនៅក្នុងចំណុចនោះគេឃើញថាមានចំណុចខ្លះពិបាកនឹងបំពេញក្នុងរយៈពេលដ៏ខ្លីត្រឹម48ម៉ោងហើយចំណុចខ្លះទៀតនេះគឺជាលក្ខខណ្ឌដែលសេប៊ីក្នុងនាមជារដ្ឋអធិបតេយ្យមិនអាចនឹងបំពេញតាមបានតាមការពិតការដាក់ឧស្សាហ៍នវិទ្យានេះគ្រាន់តែជាការធ្វើដើម្បីបង្ក្រប់កិច្ចតែប៉ុណ្ណោះអូទ្រីសហុងគ្រីបានសម្រេចចិត្តរួចទៅហើយថានឹងប្រកាសសង្គ្រាមទៅលើសេប៊ីនៅថ្ងៃទី25ខែកក្កដារដ្ឋាភិបាលសេប៊ីបានឆ្លើយតបទៅនឹងឧស្សាហ៍នវិទ្យារបស់អូទ្រីសហុងគ្រីដែលបានសន្យាបំពេញតាមលក្ខខណ្ឌស្ទើរតែទាំងអស់លើលែងតែលក្ខខណ្ឌខ្លះដែលសេប៊ីមិនអាចធ្វើតាមបានដោយសារតែវាធ្វើឲ្យប៉ះពាល់ទៅដល់អធិបតេយ្យភាពរបស់សេប៊ីក៏ប៉ុន្តែអូទ្រីសហុងគ្រីមិនសុខចិត្តក៏បានប្រកាសសង្គ្រាមលើសេប៊ីនៅថ្ងៃទី28ខែកក្កដាឆ្នាំ1914ដោយសារតែមានការចុះសម្ព័ន្ធភាពយ៉ាងប្រតិក្រឡាគ្នាកាលពីមុនសង្គ្រាមរវាងអូទ្រីសហុងគ្រីនិងសេប៊ីបានរីកដៅបន្តិចម្ដងទៅកាន់ប្រទេសផ្សេងទៀតក្រោយពីអូទ្រីសហុងគ្រីប្រកាសសង្គ្រាមលើសេប៊ីចក្រភពរុស្ស៊ីបានចាប់ផ្ដើមកែនកងទ័ពរបស់ខ្លួនដើម្បីត្រៀមចូលជួយសេប៊ីដែលជាសព្វមិត្តឃើញបែបនេះអាល្លឺម៉ង់ក៏បានចាប់ផ្ដើមកែនកងទ័ពរបស់ខ្លួនដែរហើយក្នុងពេលជាមួយគ្នាអាល្លឺម៉ង់បានប្រកាសដាក់ឧស្សាហ៍នវិទ្យា12ម៉ោងឲ្យរុស្ស៊ីបញ្ឈប់ការត្រៀមខ្លួនធ្វើសង្គ្រាមជួយសេប៊ីដោយមិនបានទទួលចម្លើយវិជ្ជមានពីរុស្ស៊ីអាល្លឺម៉ង់ក៏បានប្រកាសសង្គ្រាមលើរុស្ស៊ីនៅថ្ងៃទី1ខែសីហាអាល្លឺម៉ង់ក៏បានទាមទារផងដែរឲ្យបារាំងប្រកាសជំហរអព្យាក្រឹតក្នុងសង្គ្រាមរវាងអាល្លឺម៉ង់និងរុស្ស៊ីក៏ប៉ុន្តែបារាំងបានបដិសេធដោយបានប្រាប់ទៅអាល្លឺម៉ង់វិញថាបារាំងនឹងធ្វើអ្វីដែលស្របទៅនឹងផលប្រយោជន៍ជាតិរបស់ខ្លួននៅថ្ងៃទី3ខែសីហាអាល្លឺម៉ង់ក៏បានប្រកាសសង្គ្រាមលើបារាំងហើយមួយថ្ងៃក្រោយមកអង់គ្លេសដែលជាសម្ព័ន្ធមិត្តរបស់បារាំងក៏បានប្រកាសសង្គ្រាមលើអាល្លឺម៉ង់វិញដែរជប៉ុនដែលជាប់នៅក្នុងកិច្ចព្រមព្រៀងសន្តិភាពជាមួយនឹងអង់គ្លេស
បានប្រកាសសង្គ្រាមលើអាល្លឺម៉ង់និងអូទ្រីសហុងគ្រីនៅថ្ងៃទី23និងថ្ងៃទី25ខែសីហាអាល្លឺម៉ង់បានចាប់ផ្ដើមធ្វើសង្គ្រាមលោកលើកទី1ដោយវាលោកចេញជាពីមកព្រួញក្នុងពេលតែមួយគឺវាលោកចូលឈ្លានពានប្រទេសបារាំងនៅទិសខាងលិចហើយទប់ទល់នឹងកងទ័ពរបស់រុស្ស៊ីមកពីទិសខាងកើតនៅថ្ងៃទី4ខែសីហាកងទ័ពអាល្លឺម៉ង់បានចាប់ផ្ដើមវាលោកចូលទៅក្នុងប្រទេសបែលហ្ស៊ិកសម្ដៅចាក់ចុះមកប្រទេសបារាំងតាមទិសខាងជើងកងទ័ពបារាំងវិញបានចាប់ផ្ដើមវាលោកទៅលើអាល្លឺម៉ង់នៅទិសខាងកើតក្នុងគោលដៅដណ្ដើមយកតំបន់ Alsace-Lorraine ដែលអាល្លឺម៉ង់កាត់យកពីបារាំងកាលពីបារាំងចាញ់សង្គ្រាមនៅឆ្នាំ1871ក៏ប៉ុន្តែកងទ័ពបារាំងត្រូវកងទ័ពអាល្លឺម៉ង់វាយបកឲ្យដកត្រឡប់ថយក្រោយវិញចេញពីតំបន់ Alsace-Lorraine នៅខាងជើងឯនោះវិញកងទ័ពអាល្លឺម៉ង់បានឆ្លងផុតបែលហ្ស៊ិកហើយវាយលោកចូលក្នុងប្រទេសបារាំងសម្ដៅចុះមកក្រុងប៉ារីសក៏ប៉ុន្តែមកដល់ត្រឹមប្រមាណជា70គីឡូម៉ែត្រពីទីក្រុងប៉ារីសកងទ័ពបារាំងដែលនៅពេលនោះមានចំនួន2កងទ័ពអង់គ្លេសក៏បានវាយទប់ស្កាត់កងទ័ពអាល្លឺម៉ង់មិនឲ្យរត់ទៅមុខតទៅទៀតបានគឺនៅពេលនោះហើយដែលសង្គ្រាមលេនឋានបានចាប់ផ្ដើមឡើងពួកគឺគូបដិបកទាំងសងខាងបាននាំគ្នាជីកលេនឋានទល់មកគ្នាហើយធ្វើការវាយឆ្មក់និងបាញ់ផ្លោកដាក់គ្នាចេញពីក្នុងលេនឋានរឿយៗខ្លួនសង្គ្រាមលេនឋាននេះដែលគេហៅតាមភាសាបារាំងថា Guerre des Tranchées បានអូសបន្លាយពេលចំនួន3ឆ្នាំពលគឺស្ទើរតែពេញនៅក្នុងអំឡុងសង្គ្រាមលោកលើកទី1ហើយវាបានបង្កនូវការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតដល់ភាគីទាំងសងខាងនៅក្នុងសមរភូមិនីមួយៗគេឃើញមានទាហានស្លាប់និងរបួសរហូតដល់ទៅរាប់លាននាក់ទាំងខាងបារាំងនិងខាងអាល្លឺម៉ង់